ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីមុខរបរមួយដែលមានដើមកំណត់តាំងពីយូរលុបណាស់មកហើយមានអ្នកខ្លះក៏ស្គាល់មានអ្នកខ្លះក៏មិនធ្លាប់ដឹងពីមុនមកដែរនេះគឺជាមុខរបរដំកំបិតពីថៅតែពីមុនគឺយើងដំជាលក្ខណៈគ្រួសារតែឥឡូវក៏យើងដំជាលក្ខណៈគ្រួសារដូចគ្នាដែរនេះមានឆ្ងល់អត់កំបិតនឹងបថៅគេធ្វើមិនហើយគេយកអីមកធ្វើហើយការធ្វើនោះគឺគេប្រើកម្លាំងមនុស្សប្រមាណនេះដើម្បីបង្កើតទៅជាកំបិតនិងបថៅដើម្បីឲ្យយើងយកមកប្រើប្រាស់សប្តាហ៍ថ្ងៃហើយការងារនេះគឺពីច្រើនគឺប្រើកម្លាំងសុទ្ធតែម្ដងយើងអត់ទាន់មានឧបករណ៍ទំនើបជាងហ្នឹងទេបើយើងនិយាយទៅលើសម្ភារៈដែលត្រូវយកមកធ្វើជាទូទៅគឺមានដែកហើយដែកហ្នឹងគឺបែងចែកជាពីរទៀតមានជាប្រភេទដែកទន់និងជាប្រភេទដែករឹងហើយបើយើងនិយាយទៅលើកម្លាំងមនុស្សវិញពីមុនយើងប្រើកម្លាំងមនុស្សរហូតដល់តែ6នាក់យើងបូករួមទាំងអ្នកឆាបតែបច្ចុប្បន្នយើងប្រើកម្លាំងមនុស្សត្រឹមតែ4នាក់ឯងហ្នឹងយើងបូករួមទាំងអ្នកឆាបដូចគ្នាអញ្ចឹងឥឡូវវារៀងទំនើបជាងមុនតិចដោយសារតែយើងមានម៉ាស៊ីនដំមានអីជួយច្រើនអញ្ចឹងវាធ្វើឲ្យយើងការងារយើងបានលឿនដែរខ្ញុំដឹងអ្នកនរគ្នាកំពុងតែឆ្ងល់ហើយថាដែកដែលខាងខ្ញុំយកមកវាយហ្នឹងគឺដែកអីដែកដែលខាងខ្ញុំយកមកវាយហ្នឹងគឺពួកខ្ញុំវាយដែកជទាស់កន្លែងខ្ញុំគឺទទួលវាយតែដែកជទាស់សពតែម្ដងអត់វាយដែកទុនវាយអីកាលណាតែយើងវាយដែកទុនវាធ្វើឲ្យក្បិតនឹងបថៅហ្នឹងវាឆាប់ខូចមុខហើយវាធ្វើឲ្យគុណភាពរបស់បថៅអត់ល្អទេបងប្អូនទាំងអស់គ្នាមានតម្រូវការឬក៏ត្រូវការក្បិតបថៅប្រើប្រាស់ជាប្រចាំថ្ងៃឬក៏លក់ដុំលក់រាយគឺខ្ញុំទទួលទាំងអស់ដោយសារគឺកន្លែងរបស់ខ្ញុំជាលក្ខណៈគ្រួសារមែនប៉ុន្តែខ្ញុំទទួលការវាយបោះដុំវាយលក់រាយនិងក៏ឬក៏អាចផ្ញើបានទូទាំង25ខេត្តក្រុងតាក់ទងតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនឹងក៏បានឆាតមក account TikTok ផ្ទាល់ខ្លួនរបស់ខ្ញុំនឹងក៏បានដែរ